ដោយសារតែរូបចម្លាក់ថ្មនេះសម្រាប់ពេលខ្ញុំក៏ទុកចិត្តមិនបានក៏ថាគាត់ទៅអ្នកណាទៅដឹងមួយសន្ទុះក្រោយមករូបចម្លាក់ថ្មនេះស្រាប់តែកំដៅបន្តិចតែបន្ទាប់មកក៏ស្លេចឈឹងវិញខ្ញុំមានអារម្មណ៍ថាចម្លែកណាស់ក៏ថាពីល្បិចសួយទៀតចំដឹងថាគាត់កំដៅទៀតអត់តែសាប់ដងជាងហើយគាត់នៅតែមិនកំដៅសោះពេលដែលខ្ញុំលៀបនឹងបបងជ្រុងមាត់ខ្ញុំក៏ត្រូវធ្វើមុតឈាមក៏សក់ទៅលើរូបចម្លាក់នោះរំពេចនោះរូបចម្លាក់តែមួយក៏បញ្ចេញពន្លឺចាញ់ចាំងហើយរូបចម្លាក់ថ្មនេះក៏រស់ឡើងវិញខ្ញុំពិនិត្យមើលឲ្យច្បាស់ទឹកដឹងថាគាត់មានមុខមាត់ដូចព្រះអង្គម្ចាស់ទី9បេះបិទគេនិយាយថាកាលពី40ឆ្នាំមុនពេលអង្គម្ចាស់ទី9លោកឆាញ់ហៅត្រូវបានគេបង្ក្រាបដោយមិនអាគមព្រោះតែទុកក្បត់ជាតិតែនៅពេលដែលខ្ញុំមិនទាន់បាត់ភ័យផងរូបចម្លាក់ថ្មនោះក៏ចាប់ផ្ដើមនិយាយឈាមដែលពោពេញដោយភាពជូរចត់បំផុតនាងគឺជាមនុស្សរបស់ត្រកូលលែនមែនទេត្រកូលលែនពាក្យពីរម៉ាត់នេះដូចជាចូលចាក់ទម្លុកបេះដូងខ្ញុំអញ្ចឹងវាគឺជាស្នាមរបួសដ៏ជ្រៅបំផុតក្នុងចិត្តខ្ញុំហើយក៏ជាកម្លាំងចិត្តតែមួយគត់ដែលធ្វើឲ្យខ្ញុំរស់ដល់សប្តាហ៍នេះដោយសារតែរឿងពុករលួយកាលពី3ឆ្នាំមុនឪពុកខ្ញុំត្រូវបានគេសម្លាប់យ៉ាងអនាចអាធំចំណែកម្ដាយខ្ញុំក៏ចង់សម្លាប់ខ្លួនមនុស្ស70នាក់ក្នុងគ្រួសារត្រកូលលែនខ្លះត្រូវនៅប្រទេសខ្លះត្រូវធ្វើជាស្រីបម្រើចំណែកខ្ញុំត្រូវគេបោះចោលឲ្យមកយាមភ្នូខ្ញុំគឺលោកចាញ់ចៅអតីតព្រះអង្គម្ចាស់ទី9នៃកូយិនខ្ញុំពិតជាស្មានមិនខមមិននៅទីនេះគឺជាភ្នូរាជវង្សអ្នកដែលអាចមានរូបចម្លាក់នៅទីនេះសុទ្ធតែជាខ្សែរាជវង្សតែហេតុអ្វីបានជាគាត់ដឹងថាខ្ញុំជាកូនស្រីត្រកូលលែនឈាមអាចនិយាយបាននាងគឺជាកូនស្រីរបស់លេនvớiសំកំខាន់ដ៏ខ្លាំងក្លារបស់ឪពុកនាងមុនពេលស្លាប់យើងអាចធំក្លិនវានៅក្នុងឈាមរបស់នាងចាំលេងជំនឿភាពស្អាតស្អំឲ្យត្រកូលលែនទេជួយយ៉ាងមកអ្នកដែលអង្គុយលើបល្ល័ង្កនេះនោះគឺជាผู้បង្កើតរបស់ខ្ញុំកាលពី40ឆ្នាំមុនគាត់បានដណ្ដើមលេខហើយគុំខ្ញុំទុកក្នុងនេះចាំដល់ថ្ងៃដែលខ្ញុំបានឡើងក្រុមរាជវិញវាក៏ជាពេលដែលគ្រួសារត្រកូលលែនរបស់អ្នកត្រូវបានលេងជំនឿភាពស្អាតស្អំដែរខ្ញុំនឹងសង់វិហារឧទ្ទិសកុសលឲ្យពួកអ្នកហើយចាច់ឈ្មោះគាត់ទុកក្នុងបញ្ជីអ្នកមានគុណចំពោះជាតិហើយខ្ញុំនឹងវេសាច់ពួកអ្នកដែលធ្វើឲ្យគ្រួសារអ្នកវិនិច្ឆ័យសម្ដងម្នាក់ឲ្យអ្នកមើលមិនត្រឹមតែប៉ុណ្ណឹងទេតំណែងអាគមហេសីខ្ញុំក៏អាចប្រគល់ឲ្យអ្នកបានដែរអ្នកនឹងខ្ញុំនឹងគ្រប់គ្រងទឹកដីដល់ធំល្បងអ្វីនេះជាមួយគ្នាឈួតមែននេះជាគំនិតដំបូងដែលផុសឡើងក្នុងខួរក្បាលខ្ញុំពិសេសដែលចេញពីក្នុងថ្មចំមាត់ឡើងចង់ធ្វើស្ដេចហើយថែមទាំងចង់តែងតាំងខ្ញុំជាមហេសីទៀតតែគាត់បាននិយាយពីការសំសិទ្ធនិយាយពីការលេងចម្លែកគេឈ្មោះឲ្យត្រកូលលែនខ្ញុំពិតជាត្រូវការភាពឈួតឡប់នេះណាស់យល់ព្រមខ្ញុំនឹងជួយលោកតើត្រូវជួយយ៉ាងម៉េចហើយត្រូវដូរនឹងអ្វីឈាមសំមួយចានអាចដូរយកសេរីភាពឲ្យខ្ញុំបាន7ថ្ងៃឈាមមួយចាននឹងកាត់បន្ថយអាយុរបស់អ្នក10ឆ្នាំនេះគឺជាការដោះដូរដោយយុត្តិធម៌គាត់មិនបានលាក់បាំងខ្ញុំទេគ្រាន់តែអាយុ10ឆ្នាំសោះទោះបីជាឲ្យខ្ញុំស្លាប់ឥឡូវនេះក៏ដោយឲ្យតែបានឃើញស្ទើរស្លាប់នៅនឹងភ្នែកហើយឲ្យឈ្មោះត្រកូលលែនលែងជាប់ឈ្មោះជាជនក្បត់ជាតិទៀតជីវិតមួយនេះវាមិនសំខាន់អ្វីឡើយព្រមព្រៀងខ្ញុំមិននិយាយឡើយនៅក្នុងកន្លែងដែលសេះសាច់មនុស្សបែបនេះបើមិនធ្លាប់ក៏មានតែស្លាប់ដែររួចហើយខ្ញុំក៏ដកកាំបិតចិត្តថ្មដែលច្រាស់ចាប់ចេញពីក្នុងកាបូបរបស់ខ្ញុំជួយវានឹងជាអាវរួចជាកម្រាមដៃស្ទាបរកចន្លោះឆ្អឹងជំនីពេលរកឃើញហើយក៏ចាក់ចំកាំបិតចូលយ៉ាងខ្លាំងលូឈិនចើឈោមើលនៅក្បែរនោះយ៉ាងញៀមស្នាក្នុងកែបភ្នែកគេគ្មានទាំងក្តីមេត្តាឬការអាណិតអាសូរមានតែភាពត្រជាក់ស្រជុំដែលផ្ដោតអារម្មណ៍យ៉ាងខ្លាំងប៉ុណ្ណោះពេលនេះខ្ញុំមានអារម្មណ៍ថាកម្លាំងជីវិតកំពុងតែហូរចេញពីរាងកាយយ៉ាងខ្លាំងអ្វីដែលប្លែកបំផុតនោះគឺសក់របស់ខ្ញុំសក់ដែលធ្លាប់តែខ្មៅរលោងក្នុងរយៈពេលត្រឹមតែការដកដង្ហើម3ដងចាប់ផ្ដើមប្រែជាស្មូតស្វីកូសក់ក្នុងល្បឿនដែលភ្នែកទេអាចមើលឃើញចុងក្រោយក៏ប្រែជាពណ៌ស្លីប្រភេទដូចជាស្មើគ្រីមក្នុងរដូវស្លឹកជួយអញ្ចឹងខ្ញុំខំប្រឹងហត់ចានដែលពេញតែឈាមទាំងដៃញ៉ាំត្រូវទៅឲ្យលូឈិនចើគេលោកដៃមកទទួលគ្មានពីអរគុណឬការលំលំគេលើកចានផឹកមួយដង្ហើមតតែអស់ពេលឈាមហូរចូលបំពង់កដុំថ្មនៅត្រង់ចង្កេះគេក៏លាបបាត់អស់បង្ហាញឲ្យឃើញជើងទាំងពីរដែលបែងតែស្លេកស្លាំងគេដើរតែត្រូវទៅមុខមួយចំហៀងរួចក៏ចូលឲ្យនឹងហើយកម្លាំងសន្លាក់ឆ្អឹងដែលនៅរឹមបន្តិចគេឈរនៅទីនោះទៅជាដាវដ៏មុតស្រួយដែលទៅតែដកចេញពីស្រោមពេញមួយទូខ្លួនពោពេញដោយភាពត្រជាក់តាំងពីដើមដល់ចប់គេមិនដែលសម្លឹងមើលខ្ញុំចម្លែកហើយក៏មិនមានការភ្ញាក់ផ្អើលព្រោះអាណិតអាសូរចំពោះសក់ដែលស្មួយរបស់ខ្ញុំបន្តិចសោះ7ថ្ងៃនាងឲ្យពេលខ្ញុំ7ថ្ងៃចាប់ដើមរកពេលពីឥឡូវនេះទៅគេបោះចំហៀងដើមមកគ្រប់ខ្ញុំទោះបីជាចំហៀងនៅរឹងបន្តិចមែនប៉ុន្តែរាល់ចំហៀងគឺមានលំនឹងណាស់គេដើរមកជប់នៅពីមុខខ្ញុំស្មានតែគេនឹងលូកដៃមកជួយគ្លីខ្ញុំហើយតែលទ្ធផលគេគ្រាន់តែអញ្ចោះរើយកកាំបិតដែលខ្ញុំជ្រុំនៅលើដីរួចយកជាអាវជុតឈាមលើកាំបិតឲ្យស្អាតហើយសុកពីចូលទៅក្នុងចង្កេះវិញរឿងដំបូងគឺទៅសម្អាតទីតាំងអាមៀតឲ្យលៀបដែលមកព្រួតពីនិតរៀងរាល់3ថ្ងៃម្ដងមនុស្សចំណិតរបស់អធិរាជស្អែកប្រហែលជាមកដល់ហើយខ្ញុំទុកទ្រង់រួចឆ្លើយតបទៅវិញខ្លួនខ្ញុំទៅចាក់ស្រីពេចូលឡើងភ្នែកស្របានបិទស្លុកដូចជាមានគេយកសម្លេងមកណាត់ក្នុងខួរក្បាលខ្ញុំអញ្ចឹងគូរូបមកគូផែនទីភូមិសាស្ត្រតំបន់នេះឲ្យខ្ញុំភូមិសាស្ត្រភ្នូប្រជិលអធិរាជទីតាំងយាមបានកន្លែងណាអាចយកខ្លួនបាននឹងកន្លែងណាមានខ្យល់ពុំតែខ្ញុំអង្គុយចោះជើងខ្ញុំញ៉ៅត្រូវខ្ញុំលើមេឈើមកគូលើដីភក់ដៃខ្ញុំញ៉ៅខ្លាំងណាស់គូចេញមកពីចុះពីឡើងដូចចម្លែងវាអញ្ចឹងគាត់បែរជាមើលយ៉ាងយកចិត្តទុកដាក់ចូលពីលើសំឡឹងមើលខ្សែដែលពីទៅនោះជួនកាលសួរមួយម៉ាត់សំឡេងគាត់ទៅចាក់ស្រីដូចជានិយាយរឿងហូបអីខ្លះនេះអញ្ចឹងពេលខ្ញុំគូរួចគាត់រលេខមួយផ្លែតក៏រៀបចំផាន់កាភ្លាមម្សៅពូស្វ័រមាននៅលើជុកក្នុងភ្នូក៏វាចេញយកទៅរយនៅជាប់ចូលជីក្រុមខាងកើតនៅខាងឆ្វេងផ្លូវភ្នូលេខ3ក្នុងខាងក្រោយមានរំចោលពូធំជាតិជីវាហើយប្រាប់បំពង់រស័យនាំវាចេញមកក៏វានៅក្រោមជើងកម្រិតថ្មយប់នេះនៅម៉ោង7អាមេអលីនឹងនាំអង្ក្រែពីណាមកពេលភ្លើងខ្មៅចេះអង្ក្រែប្រកបជាបែកគ្នាខ្ញុំជាអ្នកសម្លាប់មនុស្សចំណែកឯនាងជាអ្នកសម្អាតស្នាមជាមានបញ្ហាទេពេលនោះខ្ញុំខ្សែណាស់ដកដង្ហើមធំប៉ុន្មានដងទើបអាចទុកខ្លួនបានរួចក៏រវីក្បាលកុំតន់ស្លាប់អីបាននាងស្លាប់ខ្សែរយៈរបស់ខ្ញុំនឹងត្រូវការផ្ដាច់ហើយស្នូជើងកាន់តែឆ្នៃទៅខ្ញុំដួលអង្គុយក្នុងភក់សម្លឹងមើលឈាមពេញដៃសក់ស្លាក់មកបាំងភ្នែកប្រាក់អាយុ10ឆ្នាំដូរយកការព្រមព្រៀងនឹងសន្យាមួយជាមួយបរិះដែលមានតែរាជបល្ល័ង្កក្នុងភ្នែកខ្ញុំចង់ញ៉ាំបែបបែកជាក្អួតឈាមចេញមកទៅវិញពេលយកមកដល់អាមៀតឲ្យលៀបពិតជានាំអង្ក្រែពីអ្នកមកមែនពួកគេទៅតែឈាមជើងចូលក្នុងភូមិព្រឹសលូឈិនចើក៏អោយចំសែពូស្វាភ្លាមភ្លើងពណ៌បៃតងថ្មបានហោះព្រោះឡើងលើអាកាសហើយពេលវាទូឡើងគឺមើលទៅដូចជាសត្វនីតិអញ្ចឹងអាមហាត់ចាស់ដែលជឿលើអ្វីជំនុំអ្នកនោះពេលដល់ថ្នាក់គុំជង្គង់ហើយក៏ស្រែកហៅពួកអង្ក្រែឲ្យទៅពិនិត្យមើលភៀមនៅពេលដែលអង្ក្រែទាំងពីរអ្នកនោះបែកគ្នាភ្លាមលូឈិនចៅក៏ចាប់ផ្ដើមធ្វើសកម្មភាពតែម្ដងបន្ទាប់មកគេក៏បានបន្លំខ្លួនស្លៀកពាក់ជាអង្ក្រែហើយជាពេលយប់និតគេក៏ដើរទៅពីក្រោយអង្ក្រែម្នាក់ទៀតរួចក៏កាត់កសម្រាប់ចោលពេលនោះអាមហាត់លីវទៅតែដឹងខ្លួនទេប៉ុន្តែមិនទាន់ទាំងបាននិយាយក្រោយផងលូឈិនចៅក៏មកដល់ពីមុខគេបាត់ទៅហើយនៅពេលដែលឃើញមុខនោះច្បាស់អាមហាត់លីវភ័យស្លន់ស្លោជាខ្លាំងព្រោះគេចំណាំបានថានេះគឺជាមនុស្សដែលគួរតែស្លាប់តាំងពី40ឆ្នាំមុនម្លេះគេចង់ស្លែកឲ្យគេជួយណាស់ប៉ុន្តែមិនទាន់ទាំងបញ្ចេញសម្លេងផងលូឈិនចៅក៏បានច្របាច់គេចុះបាត់ទៅហើយគេបានកាត់បំបាក់អាមហាត់នោះរួចក៏ងាកមកមើលខ្ញុំបន្តិចទៀតបោះសម្អាតទីនេះឲ្យស្អាតផងណានិយាយរួចគេក៏អញ្ចោះទៅដកយកមេដៃនេះដែលជាវត្ថុតាទៀនពីក្នុងខ្លួនរបស់អាមហាត់លីវហើយក៏មានបញ្ជីឈ្មោះសំណាក់មួយទៀតដែលជាបញ្ជីឈ្មោះភ្នាក់ងារសំណាក់របស់រាជវង្សដែលបង្កប់នៅគ្រប់ទីកន្លែងគេក៏បានទុករបស់ទាំងពីរនោះចូលក្នុងខ្លួនហើយក៏ខ្សែភ្នែករបស់គេក៏ចាប់ដើមមានពលឺដូចមនុស្សធម្មតាឡើងវិញប៉ុន្មានថ្ងៃបន្ទាប់មកលូឈិនហៅហាក់ដូចជាមនុស្សឈួតអញ្ចឹងគេមិនបានចាក់ចេញពីក្នុងស្ដេចសំបីតែមួយជំហានគេបានសម្មុំនៅក្នុងបន្ទប់ធំអាចារ្យនោះហើយចាប់ដើមរៀបចំផែនការដោយក្រាតាសិនញ៉ាំរបស់អាមហាត់លីវគេបានខ្លាយបន្លំអសររបស់អាមហាត់នោះហើយញ៉ាំព័ត៌មានខ្លាំងៗជាច្រើនទៅកាន់រាជធានីព័ត៌មានដំបងបានរាយការណ៍ថាគេបានរកឃើញកំណត់ទ្រព្យពីសម័យមុននៅក្នុងស្ដេចនេះសម្បត្តិទី2ផ្ញើទៅកាន់ព្រះអង្គម្ចាស់ទី2ដែលជាស្រូវសពរបស់រាជធានីក្នុងនោះមានភូតាងដែលគាត់ដកស្រង់ចេញពីសៀវភៅបញ្ជីរបស់មហាក្លឹបបានអំពីការកឹកកេងប្រាក់សង្គ្រោះរបស់រាជធានីចំណែកព័ត៌មានទី3គឺតាក់ទងទៅនឹងកូនចៅរបស់ភ្នាក់ងារសម្រាប់ដែលគាត់បានបង្កប់ទុកកាលពី100ឆ្នាំមុនទោះបីជាភាគច្រើនបាត់ដំណឹងសូត្រឲ្យច្រើនប៉ុន្តែគាត់នៅតែដឹងពីចំណុចខ្សោយរបស់តកូលធំដើម្បីបង្ខំឲ្យពួកគេផ្ដល់ជំនួយហិរញ្ញវត្ថុខ្ញុំអង្គុយនៅជ្រុងនៃបន្ទប់ខ្ញុំសម្លឹងមើលគាត់មិនបាច់ដៃមិនបាច់ស៊ីអីទាំងអស់ភ្នែកសំលឹងមើលផែនទីនៅលើជញ្ជាំងបណ្ដាភ្នែកឯម្រាមដៃវិញគូវាចុះឡើងនៅលើតូរាងកាយនោះប្រៀបដូចជាម៉ាស៊ីនដែលបង្កើតឡើងដើម្បីអំណាចតែម្ដងមិនស្គាល់ពាក្យថាហត់នឿយសោះឡើយលុះដល់យកថ្ងៃទី7ស្បែករបស់លូឈិនចើចាប់ដើមប្រែជាពណ៌ប្រផេះហើយក្នុងដៃក៏លេចចេញនៅស្នាមអញ្ចឹងហាក់ដូចជាកំពុងប្រែជាថ្មគាត់ដឹងថាពេលវេលាជិតអស់ហើយទើបគាត់ប្រមូលបន្ត្រាក់និងវត្ថុតំណាងទាំងអស់វាខ្ចប់ទុកក្នុងប្រហោងឈើមួយដែលមានតែខ្ញុំម្នាក់គត់ដែលដឹងខ្ញុំសម្លឹងមើលដៃរបស់គាត់ម្រាមដៃនឹងកំប្រិសបាត់លេងកាត់ទៅហើយគាត់ក៏សម្លឹងមើលម្រាមដៃខ្លួនឯងដែរប៉ុន្តែសម្លេងនៅតែស្ងប់ស្ងាត់តែដែរយើងចិត្តទៅធ្លាក់ក្នុងដំណេកជ្រៅហើយអញចាំយើងនៅទីនេះចុះចាំដល់ពេលដែលស្ដេចអង្គនោះត្រូវព្រះអង្គម្ចាស់ទាំងពីរធ្វើបាបរហូតវឹកវរគ្មានពេលខ្វល់ពីភ្នំលងពេលនោះហើយគឺជាឱកាសរបស់យើងពីយាយចុកគាត់ក៏ដើរចេញពីបន្ទប់ថ្មជំហានរបស់គាត់យឺតជាមុនឆ្នៃណាស់ពន្លឺព្រះច័ន្ទជាមកលើក្នុងរបស់គាត់ស្នាមអុចពណ៌ប្រភេទទាំងនោះកំពុងតែរីករាលដាលពេលនេះខ្ញុំសោយខ្លាំងណាស់ផលវិបាកនៃការបាត់បង់ឈាមនិងការកាត់បន្ថយអាយុជីវិតធ្វើឲ្យខ្ញុំសម្បីតែឈរក៏ពិបាកដែរពីយាយចុកគាត់ក៏ដើរត្រឡប់ទៅកាន់បល្ល័ង្កវិញគ្រាន់តែអាវពណ៌ស្វាយកន្លងផុតទៅគាត់ក៏ប្រែជាបរិមាណដ៏ត្រជាក់ស្រិបនិងស្ងប់ស្ងាត់ដូចដាំវិញឯខ្ញុំបានត្រឹមតែអង្គុយដេកស្ដុកស្ដឹង
លើកជង្គង់នៅនឹងដីតែគ្រីនោះខ្ញុំមិនដឹងទេថានេះគ្រាន់តែជាការចាប់ផ្ដើមនៃរំដាយឆ្លើយតែប៉ុណ្ណោះមួយខែក្រោយពេលដែលលោកចេញចោលសន្លប់បាត់ស្មារតីទីក្រុងរំក៏ចាប់ផ្ដើមវត្តព្រមានព្រះអង្គម្ចាស់ទី2បានយកប្រស្តានខ្លាំងៗរបស់លោកចេញចោលមកចាប់ប្រកាន់នៅទីប្រយុទ្ធគ្នាស្លាប់រស់ក្នុងរាជវាំងព្រះចៅអធិរាជត្រូវហត់នឿយខ្លាំងណាស់និយាយថាមានម្ដងនោះព្រមខំរហូតដល់គូឈាមហើយអាការប្រជុំអស់បីថ្ងៃទុកយ៉ាងគឺស្ថិតក្នុងគម្រោងរបស់លោកចេញចោលទាំងអស់តែរឿងដែលមិននឹកស្មានដល់ក៏បានកើតឡើងថ្ងៃនោះភ្លាមទៅតែឡានខ្ញុំកំពុងជួបជុំជាងដែលបាត់ដោយសារទឹកភ្លៀងនៅជីក្រុងខាងកើតស្រាប់តែមានសម្លេងសេះពីចម្ងាយពេលនៅមុខមកទៅឃើញកងទ័ពសេះពីអាក្រក់ខ្មៅមួយក្រុមបាត់ចូលខ្លាំងគ្រាបក្នុងរាជវង្សអ្នកទាំងនោះមានចម្រៃវិស័យនិងធំយ៉ាងនៅចង្កេះហើយខ្លះទៀតមានដាវឈើនៅពីក្រោយក្នុងទីផងអ្នកដឹកនាំគឺជាអ្នកប្រែងបីកណ្ដាលម្នាក់មុខស្លេកស្លាំងហើយភ្នែករបស់គាត់ជ្រៅខ្លាំងណាស់ខ្ញុំចាប់ដើមភ័យគឺជាពួកហរិសាដែលជាអ្នកចាត់ការរឿងអបិយជំនឿក្នុងវាំងពួកគេស្ថិតក្រោមបញ្ជាស្ដេចតអំណាចធំសម្បំណាស់តើពួកគេមកក្នុងរាជវង្សធ្វើអីទៅខ្ញុំប្រញាប់អង្គក្បាលរៀបអត់បន្តតែភ្នែកនៅតែលូតសម្លឹងមើលសកម្មភាពរបស់ពួកគេមិនដាក់ភ្នែកពួកគេចុះពីលើសេះនៅមុខខ្លោងទ្វារធំហើយមេការក៏ប្រញាប់រត់មករត់ជង្គង់សំពីយ៉ាងលឿនក្រោយមកទើបខ្ញុំដឹងថាអ្នកដឹកនាំនោះឈ្មោះសំបីខុតែអ្នកណាទៅដឹងថាស្រាប់តែគាត់ងាកមកក្រោយភ្នែកដែលជ្រៅនោះបានសម្លឹងមកជំភ្នែករបស់ខ្ញុំទោះបីជានៅឆ្ងាយរាប់រយម៉ែត្រក៏ដោយរោមក្នុងរបស់ខ្ញុំនៅខ្លាំងព្រាមនោះមិនមែនជាភ្នែករបស់មនុស្សធម្មតាឡើយវាដូចជាអណ្ដូងចាប់ដែលគ្មានបាត់ពេលគាត់សម្លឹងមកខ្ញុំមានអារម្មណ៍ថាដូចជាត្រូវគេមើលធ្លុះអស់ហើយខ្ញុំក៏ប្រញាប់អង្គក្បាលធ្វើការបន្តស្រាប់តែសម្លេងជើងកាន់តែជិតមកដល់សម្លេងសេឡនមកពីចម្ងាយសម្បូរជនចុះពីលើសេះរួចនាំអ្នកតាមពីអ្នកដើរសម្ដៅមកជីក្រុងបែកខាងកើតមេការអង្គក្នុងដើរតាមពីក្រោយខ្លួនកំពិតដូចជាបង្គំសម្បូរជនឈប់នៅពីមុខរូបសំណាករបស់លោកចិនចៅទូតថ្វាយលោកគ្រូទីនេះគឺជាព្រះអង្គម្ចាស់ទី9នៃរជ្ជកាលមុនដែលត្រូវបានគេសង្កត់វិញ្ញាណរូបសំណាកនេះនៅទីនេះជាង40ឆ្នាំហើយមិនដែលធ្លាប់មានអ្នកណាប៉ះពាល់ឡើយសម្បូរជនមិននិយាយអ្វីឡើយគាត់គ្រាន់តែដើរជុំវិញរូបសំណាក3ជុំរួចដកត្រីវិស័យស្ពាន់ប៉ុនបាត់ដៃចេញពីក្នុងអាវត្រនៃត្រីវិស័យ3យ៉ាងខ្លាំងរួចក៏ឈប់មកចំអោចំព្រំរូបសំណាកវាគឺជាកន្លែងដែលឈាមផ្លុកទៀតប្រឡាក់កាលពីមុនមានក្លិនឈាមសាហាវណាស់ហើយនៅថ្មីទៀតផងមិនលើពី2ខែទេមិនអាចទៅរួចទេលោកម្ចាស់រូបសំណាកម្ចាស់នេះរាប់សិបឆ្នាំហើយគ្មានអ្នកណាប៉ះពាល់ទេសម្បូរជនមិនខ្វល់ពីគេឡើយគាត់អនរើរបស់ម្យ៉ាងចេញពីចន្លោះថ្មនៃជើងទម្រូបសំណាកខ្ញុំស្ទើរតែថប់ដង្ហើមវាគឺជាកំទេចកណ្ដាត់ត្រឹមពណ៌ខៀវចាស់វាជាកំទេចកណ្ដាត់ដែលខ្ញុំជ្រោយកាត់ចេញពេលប៉ះខោអាវឲ្យលោកចិនចៅកាលពីលើកមុនខ្លាំងមនោរោមកនេះដើបមុខឡើង